ចេញពីធ្វើការរៀបចំត្រឡប់ទៅផ្ទះប្រើកាតរថយន្តហើយជិះកង់យូប៉ៃទៅនាងជាជនជាតិអ៊ុយក្រែនឈ្មោះលីសាចេញពីធ្វើការឧស្សាហ៍ជិះកង់យូប៉ៃពីព្រោះខ្ញុំគិតថាកង់យូប៉ៃវាងាយស្រួលណាស់ហើយធាតុអាកាសល្អក៏អាចរំសាយចិត្តខ្លះផងនាងស្អាតតាំងពីតូចលីសាអាយុ15ឆ្នាំធ្វើជាអ្នកបង្ហាញម៉ូដដើរគ្រប់ប្រទេសតែនៅ5ឆ្នាំមុននាងជ្រើសរើសនៅតៃវ៉ាន់ហើយក៏ក្លាយជាតារាល្បីឈ្មោះនៅទីនេះខូលីស៊ឺទៅហើយមែនទេអ្នកពិតជាអត់បញ្ហាមែនទេខ្ញុំគិតថាខ្ញុំត្រូវតែទៅវិញហើយខ្ញុំមិនដឹងធ្វើយ៉ាងម៉េចទេនៅឆ្នាំ2008មកតៃវ៉ាន់លើកដំបូងក៏ចូលថតរឿងពេលនោះនាងមិនសូវចេះភាសាចិនតែនាងក៏ក្លាយជាតារាសម្ដែងក្រោយមកក៏សម្ដែងក្នុងចម្រៀងជាច្រើនអ្នកចម្រៀងធ្លាប់បានរកនាងមកសម្ដែងដូចជាឌីញយ៉ូជាជូជារុនដួស៊ឺសៀងនិងអ៊ូជៀនហៅជាដើមលីសានៅតៃវ៉ាន់រកឃើញការងារជាប្រកបក៏បានគេអញ្ជើញទៅគាំទ្រវត្ថុម៉ាកល្បីៗឆ្នាំទៅលីសាក៏អញ្ជើញឪពុកម្ដាយមកលេងតៃវ៉ាន់នាំពួកគាត់ទៅលេងនៅសួនសត្វផ្សាររាត្រីជីឡុងនិងណាន់ថោនាងចង់យកឪពុកម្ដាយមកនៅតៃវ៉ាន់នាងគិតថាតៃវ៉ាន់ជាផ្ទះរបស់នាងមែនទេតៃវ៉ាន់ពិតជាផ្ទះរបស់ខ្ញុំគ្រាន់តែអត់មានគ្រួសារខ្ញុំដូច្នេះខ្ញុំសង្ឃឹមថាទទួលពួកគាត់មកនៅបានឆាប់ខ្ញុំគិតថាអ្នកតៃវ៉ាន់មានចិត្តស្នេហាណាស់មិនចេះធ្វើពុតនោះទេតុកតៃវ៉ាន់ជាផ្ទះរបស់ខ្លួនចាប់ផ្ដើមខិតខំរៀនភាសាចិនឆ្នាំទៅប្រឡងជាប់ឥឡូវចាប់តែការអនុញ្ញាតចូលសញ្ជាតិតៃវ៉ាន់ក្លាយជាជនជាតិតៃវ៉ាន់ពិតសូបនរបស់លីសាគឺលូតលាស់នៅទឹកដីទីនេះរស់នៅដោយមិនញែកដាច់ពីតៃវ៉ាន់ពេលអនាគតក្រោយនាងក៏ចង់ចាប់ឬនៅទីនេះដែរ